អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានចេញមកបដិសេធនិងច្រានចោលការផ្សាយរបស់សារព័ត៌មានថៃដែលថាកងកម្លាំងកម្ពុជាបានប្រើប្រាស់អាវុធបាញ់គ្រាប់បែកខ្នាត40 មីលីម៉ែត្របាញ់ចូលក្នុងតំបន់ក្បែរចំណុចល្បាតរបស់ភាគីថៃមួយគ្រាប់នៅវេលាម៉ោង 8:50 នាទីព្រឹកនៅទល់មុខភូមិសាស្ត្រគោ8ចាក់ច្រែងក្នុងខេត្តព្រះវិហារតាមលោកជំទាវ ម៉ាលីសុជីតាដោយយោងតាមព័ត៌មានដែលទទួលបានពីយុទ្ធភូមិភាគទី4បន្ទាប់ពីឮសំឡេងផ្ទុះនិងសំឡេងបាញ់កាំភ្លើងនៅខាងភាគីថៃក្រុមទំនាក់ទំនងរវាងយុទ្ធភូមិភាគទី4របស់កម្ពុជានិងកងទ័ពភូមិភាគទី2របស់ថៃបានតាក់ទងសាកសួរនិងផ្តល់ព័ត៌មានគ្នាលើករណីនេះរួចហើយនិងបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់កងទ័ពភូមិភាគទី2ថៃថាកងកម្លាំងកម្ពុជាមិនបានបាញ់ដោយការចាប់ប្រកាន់នោះទេនៅភូមិជោគជ័យភូមិព្រៃច័ន្ទនិងតំបន់បឹងត្រកួនខេត្តបន្ទាយមានជ័យយោធាថៃបានដាក់ទូកុងតឺន័រចំនួន20កន្លែងដែលមានសរុប105ទូនេះគឺជាការបញ្ជាក់របស់ឯកឧត្តមអ៊ុំរិត្រីអភិបាលខេត្តបន្ទាយមានជ័យទៅកាន់បណ្ដាអង្គទូតនិងអង្គការអន្តរជាតិក៏ដូចជាអ្នកសារព័ត៌មានដែលបានចុះទៅត្រួតពិនិត្យនៅតំបន់នោះកាលពីពេលថ្មីៗនេះសូមជម្រាបជូនថាក្នុងឱកាសដែលក្រសួងការបរទេសកម្ពុជាដឹកនាំអង្គទូតនិងអង្គការអន្តរជាតិប្រមាណ20ស្ថាប័នចុះពិនិត្យទីតាំងជាក់ស្ដែងនៅតំបន់បឹងត្រកួននាថ្ងៃទី23ខែកុម្ភៈគ្រប់គ្នាបានឃើញទាហានថៃប្រមាណ4នាក់កំពុងឈរលើទូកុងតឺន័រដែលខ្លួនបានដាក់ក្នុងដែនដីកម្ពុជាដែលជាការទន្ទ្រានគ្រប់គ្រងដោយខុសច្បាប់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកភាគីកម្ពុជាបានតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងសកម្មភាពឈ្លានពាននិងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់យោធាថៃការបន្តធ្វើសកម្មភាពរំលោភបំពានលើអធិបតេយ្យភាពកម្ពុជាដោយបង្ហោះដ្រូនការរីកបណ្ដាលួសការដាក់ទូកុងតឺន័រការដោតទង់ជាតិថៃការជីកប្រឡាយការសាងសង់ផ្លូវនិងលេនដ្ឋានការបដូរឈ្មោះផ្លូវជាតិលេខ58របស់កម្ពុជាតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការកិច្ចការព្រំដែននៅថ្ងៃទី24ខែកុម្ភៈនេះភាគីថៃក៏បានធ្វើសកម្មភាពកែប្រែបរិស្ថានព្រំដែននៅតំបន់ប្រាសាទតាមាន់និងប្រាសាទព្រះវិហារឈូសឆាយបំផ្លិចបំផ្លាញលំនៅឋាននិងទ្រព្យសម្បត្តិរបស់ប្រជាជនកម្ពុជាក៏ដូចជាហាមឃាត់មិនឲ្យប្រជាពលរដ្ឋកម្ពុជាវិលត្រឡប់ចូលទៅរស់នៅក្នុងលំនៅឋានរបស់ពួកគេវិញផងដែររដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនចាត់ទុកសកម្មភាពទាំងអស់នេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិជាពិសេសរំលោភលើសមត្ថកិច្ចរបស់គណៈកម្មការ JBC JBC ភាគីកម្ពុជាបញ្ជូនកំណត់ទូតជាថ្មីទៅ JBC ភាគីថៃស្នើចំនួន4ចំណុចដើម្បីបញ្ជូនក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរចុះលើដីជាក់ស្ដែងនាខែមីនាឆ្នាំ2026សូមជម្រាបជូនថាចំណុចទាំង4ដែលកម្ពុជាបានស្នើទៅភាគីថៃតាមរយៈកំណត់ទូតថ្មីនេះគឺមានខ្លឹមសារស្នើឲ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះដើម្បីឲ្យក្រុមការងារនៃប្រទេសទាំងពីរចុះពិនិត្យលើដីជាក់ស្ដែងបន្តអនុវត្តការងារបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅកំណត់ខ្សែព្រំដែនដែលនៅសល់និងការសាងសង់ឡើងវិញនៅបង្គោលព្រំដែនចំនួន15តាមគំរូដើមបង្គោលជំនាន់បារាំងដែលបានឯកភាពគ្នាបន្ថែមពីនេះគឺការស្នើឲ្យមានការរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិការកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែននិងកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC រវាងប្រទេសទាំងពីរអ្នកនាំពាក្យស្នងការនគរបាលខេត្តកំពង់ធំបានបំភ្លឺថាកម្លាំងជំនាញសណ្ដាប់ធ្នាប់ស្រុកសន្ទុកពិតជាបានដាក់គោលដៅត្រួតពិនិត្យនៅបណ្ដោយផ្លូវលំក្នុងភូមិសាស្ត្រស្រុកសន្ទុកខេត្តកំពង់ធំប៉ុន្តែគោលដៅនោះគឺដើម្បីអប់រំផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ដល់អ្នកបើកបរប៉ុណ្ណោះនិងគ្មានការផាកពិន័យណាមួយឡើយនេះបើតាមសេចក្តីបំភ្លឺថ្ងៃទី24ខែកុម្ភៈនេះគួរជម្រាបជូនថាការចេញមកបំភ្លឺរបស់អ្នកនាំពាក្យស្នងការនគរបាលខេត្តកំពង់ធំយ៉ាងដូចនេះគឺបន្ទាប់ពីមានការរិះគន់ចំពោះការចុះរឹតបន្តឹងច្បាប់ចរាចរណ៍របស់នគរបាលចរាចរណ៍ស្រុកសន្ទុកកាលពីថ្ងៃទី23ខែកុម្ភៈដោយបានលើកឡើងថាមិនគួរចុះរឹតបន្តឹងច្បាប់នៅតាមផ្លូវលំនោះទេសេចក្តីបំភ្លឺដដែលបានបញ្ជាក់ថាគ្មានគោលការណ៍ពីថ្នាក់ដឹកនាំឲ្យរឹតបន្តឹងលើផ្លូវលំនោះដែរហើយស្នងការនគរបាលខេត្តកំពង់ធំក៏បានណែនាំបន្ថែមដល់កម្លាំងជំនាញសណ្ដាប់ធ្នាប់ចំពោះការរឹតបន្តឹងច្បាប់ចរាចរណ៍ដោយអនុវត្តនៅតាមផ្លូវកៅស៊ូនិងផ្លូវជាតិតែប៉ុណ្ណោះ